ខ្ញុំចាប់ផ្ដើមចូលរួមជាគ្រួសារ Forting តាំងពីឆ្នាំ2022ខែ9ក្រោយបងប្រុស2ខែT5 Evo ដូចគ្នា T5 Evo ដែរអូបើនិយាយភាសាខ្មែរស្ដាប់គេហៅថាចិត្តអត់ប្រែចាពួកអីតាំងពីពេលវេលាដំបូងដែលខ្ញុំចាប់ផ្ដើមរករថយន្តដើម្បីប្រើប្រាស់ផ្ទាល់ខ្លួនហ្នឹងគឺខ្ញុំចាប់ផ្ដើម search មើលតែតាមទីផ្សារទៅតាមប្រភេទរថយន្តហើយនិងម៉ាករថយន្តចាប៉ុន្តែដល់ពេលដែលខ្ញុំ search ប៉ះចំ T5 Evo ហ្នឹងគឺខ្ញុំចង់ចុះទៅ showroom ភ្លាមៗហ្មងដល់ពេលដែលខ្ញុំឃើញហើយពេលចៃដន្យអីខ្ញុំមើលរថយន្តពីរម៉ាកផ្សេងគ្នាក្នុងពេលតែមួយទំនើបដូចគ្នាសេរីឆ្នាំដូចគ្នាពណ៌ខ្មៅដូចគ្នាប៉ុន្តែ compare ជាមួយ T5 Evo យើងទំនើបជាងអាចនិយាយបានថាខ្ញុំឆ្លាញ់ភាពទំនើបរបស់រថយន្តទូលាយហើយមែនតើទៅដោយសារតាគ្រួសារខ្ញុំជាអ្នកកាន់ផ្នែករថយន្តច្រើនប៉ាខ្ញុំគាត់ផ្សាក់ទៅលើគេហៅថា test drive ទៅលើ T5 Evo ជើងក្រោមមានន័យថារឹងមាំចាហើយអីដែលខ្ញុំពេញចិត្តហ្នឹងគឺម៉ាស៊ីនរបស់វាចេញពី Mitsubishi របស់ជប៉ុនចាហើយភាពទូលាយរបស់ឡានដូចគ្នាដែរខ្ញុំពេញចិត្តដោយសារតែពេលដែលចូលទៅទ្វារឡានគឺយើងបើកទៅវាទូលាយវាធំអស់ហ្មងអញ្ចឹងដោយបងប្រុសលើកឡើងអញ្ចឹងឡានធម្មតាបើសិនតែយើងជិះ6នាក់អាចរៀងចង្អៀតតែសម្រាប់ T5 Evo 6នាក់អត់ចង្អៀតទេចាបាទមណ្ឌលគិរីរតនគិរីខ្ញុំចូលចិត្តបើកលឿនចាខ្ញុំសាកដល់180ហ្នឹងខ្ញុំសាកផ្លូវលបឿនលឿនឯងមណ្ឌលគិរីខ្ញុំមកសាកដល់ប៉ុណ្្នឹងឯងចាប់អារម្មណ៍ថាខ្ញុំអត់expect ថាខ្ញុំនឹងជន់លឿនអញ្ចឹងឯងប៉ុន្តែដោយសារតែរថយន្តនោះវា smooth ពេកដល់ពេលយើងជន់លឿនទៅយើងអត់ដឹងថាឡានយើងលឿនទេដល់ពេលខ្ញុំជន់ខ្លាំងមែនតើដើម្បីខ្ញុំចង់តេស្តម៉ាស៊ីនណាឃើញថាកុងទ័រ180ដែរចកូតខ្ញុំអត់មានញ័រទេ